ខ្ញុំឲ្យដើរតាមព្រះអង្គរាល់ថ្ងៃខ្ញុំធ្លាប់ស្វែងរកសុខក្នុងលោកដ៏ស្ងួតស្ងាត់តែចិត្តនៅទទេព្រោះគ្មានព្រះរស់ក្នុងជីវិតអស់កម្លាំងព្រោះខ្ញុំជាអណ្ដូងគ្មានទឹកតែព្រះគុណព្រះអង្គបំពេញចិត្តរាល់ព្រឹកព្រះបន្ទូលព្រះអង្គជាពន្លឺផ្លូវខ្ញុំនាំខ្ញុំរស់ដោយអំណរក្នុងព្រះនាមអូតូអំណរពិតហូរចេញពីព្រះយេស៊ូវថ្លៃពេលព្រះអង្គគង់ក្បែរជីវិតមានន័យថ្មីមិនមែនទ្រព្យសម្បត្តិឬផ្លូវងាយស្រួលទេតែជាព្រះគ្រីស្ទក្នុងចិត្តដែលផ្ដល់ជីវិតផ្លាស់ប្រែព្រះអង្គមានបន្ទូលថាអំណរនឹងពេញលេញបើខ្ញុំស្នាក់ក្នុងទ្រង់មិនបោះបង់កណ្ដាលផ្លូវឡើយទោះមានទុក្ខលំបាកឬខ្យល់ព្យុះបក់មកព្រះគុណនៅគង់ជាប់